តើបងប្អូននឹងទៀតថាក្នុងមួយថ្ងៃមនុស្សទូទាំងពិភពលោកញ៉ាំកាហ្វេអស់ជាង 2000 លានកែវសម្រាប់មនុស្សជាច្រើនកាហ្វេគឺជាជីវិតជាធម្មពលនិងជាមិត្តដ៏ល្អបំផុតនៅពេលព្រឹកប៉ុន្តែនៅពីក្រោយក្លិនដ៏ឈ្ងុយឆ្ងប់នេះតែងតែមានសំណួរមួយដែលឡងបន្លាចចិត្តអ្នកញ៉ាំកាហ្វេជានិច្ចនោះគឺតើកាហ្វេកំពុងតែសម្លាប់ក្រលៀនរបស់ខ្ញុំមែនទេថ្ងៃនេះយើងនឹងដោះស្រាយចម្ងល់នេះឲ្យក្បោះក្បាយបំផុតដោយផ្អែកលើការសិក្សាពីសមាគមក្រលៀនទូទាំងពិភពលោកតើអ្នកណាខ្លះអាចញ៉ាំបានអ្នកណាខ្លះគួរជៀសវាងហើយញ៉ាំបែបណាទើបក្រលៀននៅតែរឹងមាំចម្លើយមាននៅក្នុងវីដេអូនេះមុននឹងបន្ទោះកាហ្វេយើងត្រូវស្គាល់ក្រលៀនសិនក្រលៀនមិនមែនគ្រាន់តែជាកន្លែងផលិតទឹកនោមទេវាគឺជារោងចក្រចម្រោះឈាមដ៏អស្ចារ្យដែលក្នុងមួយថ្ងៃវាចម្រោះឈាមយើងប្រហែល200លីត្រវារក្សាតុល្យភាពទឹកអំបិលនិងជាតិខានិកក្នុងកាហ្វេមានសារធាតុសំខាន់ចំនួន3ដែលក្រលៀនត្រូវដោះស្រាយ 1. ជាតិកាហ្វេអ៊ីនវាជាសារធាតុជំរុញប្រព័ន្ធប្រសាទវាក៏មានប្រសិទ្ធភាពជាថ្នាំបញ្ចុះទឹកនោមដែលធ្វើឲ្យយើងបត់ជើងតូចញឹកញាប់ 2. ប៉ូតាស្យូមកាហ្វេខ្មៅមួយកែវមានប៉ូតាស្យូមប្រហែល116មីលីក្រាមសម្រាប់មនុស្សធម្មតាវាមិនមែនជាបញ្ហាទេប៉ុន្តែសម្រាប់អ្នកជំងឺក្រលៀនវាគឺជាបន្ទុកដ៏ធ្ងន់ 3. អុកសាឡាតវាជាសារធាតុម្យ៉ាងដែលអាចទៅចាប់ផ្សំជាមួយកាល់ស្យូមបង្កើតជាគ្រីស្តាល់រឹងដែលយើងគ្រប់គ្នាស្គាល់ថាជាគ្រោះក្នុងក្រលៀនចុះតើសារធាតុទាំងនេះធ្វើទុកក្រលៀនយើងមែនទេចម្លើយខ្លីទេសម្រាប់មនុស្សទូទៅប៉ុន្តែវាអាចសម្រាប់មនុស្សមានលក្ខណៈពិសេសមួយចំនួនដើម្បីឲ្យបងប្អូនងាយយល់ខ្ញុំសូមលើកយកឧទាហរណ៍ចំនួន3មកបង្ហាញឧទាហរណ៍ទី1បញ្ហាសម្ពាធឈាមលោកគាត់មានជំងឺលើសឈាមស្រាប់រាល់ព្រឹកគាត់ញ៉ាំកាហ្វេខ្មៅខ្លាំង3កែវជាប់គ្នាកាហ្វេអ៊ីនធ្វើឲ្យបេះដូងគាត់លោតញាប់និងធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់មួយរំពេកនៅពេលសម្ពាធឈាមឡើងខ្ពស់ខ្លាំងញឹកញាប់ពេកទៅសរសៃឈាមតូចនៅក្នុងក្រលៀននឹងរងការខូចខាតដូច្នេះក្នុងករណីនេះមិនមែនកាហ្វេខូចក្រលៀនដោយផ្ទាល់ទេប៉ុន្តែគឺសម្ពាធឈាមដែលឡើងដោយសារកាហ្វេជាអ្នកបំផ្លាញក្រលៀនឧទាហរណ៍ទី2ការខ្វះជាតិទឹកកញ្ញាខជាបុគ្គលិកការិយាល័យគាត់ញ៉ាំកាហ្វេ3កែវក្នុងមួយថ្ងៃតែគាត់មិនសូវញ៉ាំទឹកស្អាតទេដោយសារកាហ្វេជំរុញឲ្យបត់ជើងតូចវានាំយកជាតិទឹកចេញពីខ្លួនច្រើននៅពេលរាងកាយខ្វះជាតិទឹកឈាមនឹងខប់ធ្វើឲ្យក្រលៀនពិបាកក្នុងការចម្រោះជាតិពុលសាកស្រមៃមើលតើក្រលៀនទៅប្រឹងប្រែងខ្លាំងយ៉ាងណាដើម្បីចម្រោះឈាមដែលខប់ដោយទឹកស៊ីរ៉ូយូរទៅក្រលៀននឹងស្ពឹកនិងចុះខ្សោយមុខងារបដម្ដងឧទាហរណ៍ទី3គ្រោះក្នុងក្រលៀនលោកធ្លាប់មានប្រវត្តិមានគ្រោះក្នុងក្រលៀនប្រភេទអុកសាឡាតប៉ុន្តែគាត់នៅតែបន្តញ៉ាំកាហ្វេក្នុងបរិមាណច្រើនលើសលប់សារធាតុអុកសាឡាតក្នុងកាហ្វេបានទៅផ្សំជាមួយកាល់ស្យូមបង្កើតជាគ្រោះថ្មីបន្ថែមទៀតដែលធ្វើឲ្យក្រលៀនរបស់គាត់រងការពូជអល់និងស្ទះទឹកនោមយ៉ាងធ្ងន់ធ្ងរចំណុចគួរចងចាំសត្រូវពិតប្រាកដមិនមែនជាកាហ្វេទេតែគឺជាគ្រឿងផ្សំក្នុងកាហ្វេត្រង់ចំណុចនេះសូមបងប្អូនត្រូវស្ដាប់ឲ្យច្បាស់ការសិក្សាភាគច្រើនបង្ហាញថាកាហ្វេខ្មៅ Black Coffee មិនសូវមានគ្រោះថ្នាក់ប៉ុន្តែអ្វីដែលបំផ្លាញក្រលៀនពិតប្រាកដគឺអ្វីដែលយើងដាក់ថែមក្នុងកាហ្វេស្ករនិងទឹកដោះខប់ការញ៉ាំផ្អែមខ្លាំងនាំឲ្យកម្រិតអេងស៊ូលីនក្នុងឈាមឡើងខ្ពស់បង្កជាជំងឺទឹកនោមផ្អែមហើយជំងឺទឹកនោមផ្អែមគឺជាកាតព្វលេខ1ដែលធ្វើឲ្យមនុស្សខូចក្រលៀនទូទាំងពិភពលោក Creamer គឺជាកាតព្វលាក់លុបចំពោះក្រលៀនវាមានផ្ទុកជាតិខ្លាញ់មិនល្អដែលប៉ះពាល់ដល់សរសៃឈាមដែលទៅចិញ្ចឹមក្រលៀនជាតិខ្លាញ់នេះវានឹងទៅតោងស្ទះតាមចិញ្ចាំងសរសៃឈាមតូចដែលទៅចិញ្ចឹមក្រលៀននៅពេលសរសៃឈាមស្ទះឈាមខ្វះឈាមទៅចិញ្ចឹមក៏ចាប់ផ្ដើមខូចនិងងាប់កោសិកាបន្តិចម្ដងអ្នកគួរដូរពីការប្រើ Creamer មកប្រើទឹកដោះស្រស់ជំនួសវិញដើម្បីការពារក្រលៀនរបស់បងប្អូនហើយសាកគិតមើលបើបងប្អូនញ៉ាំកាហ្វេទឹកដោះទឹកកកដែលផ្អែមស្រាលរាល់ថ្ងៃតើក្រលៀនត្រូវធ្វើការធ្ងន់យ៉ាងណាដើម្បីបញ្ចេញជាតិស្ករទាំងអស់នោះទោះបីជាមានការប្រុងប្រយ័ត្នប៉ុន្តែវិទ្យាសាស្ត្រក៏បានរកឃើញថាកាហ្វេមានប្រយោជន៍ចំពោះក្រលៀនក្នុងកម្រិតសមល្មម 1. កាត់បន្ថយការរលាកក្នុងកាហ្វេមានសារធាតុប្រឆាំងអុកស៊ីដង់ឃ្មុំដូចជា polyphenol ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ
សារធាតុទាំងនេះដែលទទួលជាអ្នកការពារកោសិកាក្រលៀនមិនឲ្យរងការខូចខាតពីជាតិពុលឬរ៉ាឌីកាល់សេរីដើម្បីទទួលបានគុណសម្បត្តិនេះបងប្អូនត្រូវញ៉ាំកាហ្វេខ្មៅសុទ្ធមិនដាក់ស្ករឬគ្រីមមើទេទើបវាជួយក្រលៀនពិតប្រាកដ 2. ការពារជំងឺមហារីកក្រលៀនការសិក្សាបង្ហាញថាការញ៉ាំកាហ្វេក្នុងកម្រិតសមល្មមអាចជួយកាត់បន្ថយហានិភ័យមហារីកក្រលៀនកាហ្វេមានសារធាតុអាហារមួយចំនួនដែលអាចមានប្រយោជន៍ចំពោះសុខភាពដូចជាសារធាតុ antioxidant និងសារធាតុផ្សេងៗទៀតដែលអាចជួយបន្ថយអាការៈនៃមហារីកវិធីសាស្ត្រញ៉ាំកាហ្វេឲ្យក្រលៀនញញឹមដើម្បីទទួលបានភាពស្រស់ស្រាយផងនិងសុខភាពក្រលៀនល្អផងបងប្អូនគួរអនុវត្តតាមច្បាប់មីសប្លានយ៉ាង 1. កុំញ៉ាំកាហ្វេលើសពី400មីលីក្រាមឬស្មើនឹងកាហ្វេប្រហែល3ទៅ4កែវធម្មតាមិនមែនកែវយ៉ាទេណា 2. ច្បាប់មួយថែមមួយរាល់ពេលញ៉ាំកាហ្វេមួយកែវត្រូវញ៉ាំទឹកស្អាតមួយកែវតាមក្រោយជានិច្ចដើម្បីរក្សាតុល្យភាពទឹក 3. កាត់បន្ថយជាតិស្ករបើអាចបដូរមកញ៉ាំកាហ្វេខ្មៅឬដាក់ស្ករឲ្យតិចបំផុត 4. កុំញ៉ាំពេលពោះទទេវាអាចធ្វើឲ្យអាស៊ីតក្រពះឡើងនិងប៉ះពាល់ដល់សម្ពាធឈាមហើយ 5. ពិនិត្យសុខភាពជានិច្ចបើបងប្អូនមានជំងឺក្រលៀនកម្រិត3ទៅ4ឡើងទៅត្រូវតែញ៉ាំតាមវេជ្ជបញ្ជាគ្រូពេទ្យឲ្យដាច់ខាតព្រោះក្រលៀនរបស់បងប្អូនមិនអាចបញ្ចេញប៉ូតាស្យូមបានដូចមុនទេជាសរុបវិញកាហ្វេមិនមែនជាសត្រូវរបស់ក្រលៀនទេបើយើងចេះញ៉ាំវាដោយភាពឆ្លាតវៃវាគឺជាតុល្យភាពជីវិតបើបងប្អូនសុខភាពល្អញ៉ាំទឹកបានច្រើននិងមិនញ៉ាំផ្អែមជ្រុលបងប្អូននៅតែអាចរីករាយជាមួយរសជាតិកាហ្វេបានយ៉ាងកក់ក្ដៅសង្ឃឹមថាវីដេអូនេះនឹងជួយជម្រះមន្ទាសង្ស័យរបស់បងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនមានចម្ងល់ឬមានបទពិសោធន៍ញ៉ាំកាហ្វេបែបណាដែលប្លែកៗកុំភ្លេចចែករំលែកនៅក្នុង comment ខាងក្រៅហើយកុំភ្លេចចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូសុខភាពមានតម្លៃបែបនេះរៀងរាល់សប្តាហ៍សូមជូនពរបងប្អូនមានសុខភាពល្អក្រលៀនរឹងមាំនិងមានក្តីសុខជាមួយប៉ែកកាហ្វេប្រចាំថ្ងៃសូមអរគុណនិងជម្រាបលា